ស្ថាបត្យកម្មគឺជាកញ្ចក់ឆ្លុះពីយុគសម័យមួយទៅសម័យមួយអញ្ចឹងយើងឃើញពីសម័យអង្គរមកដល់សម័យសម្ដេចតាដែលគេហៅថាសម័យសង្គមរាស្ត្រនិយមដល់សម័យសម្ដេចតេជោហើយឥឡូវយើងកំពុងតែឈានចូលដល់សម័យសម្ដេចធិបតីអញ្ចឹងអ្វីដែលយើងចាប់ផ្ដើមនៅថ្ងៃនេះអាចខ្លាយទៅជាកេរមរតកសម្រាប់អ្នកជំនាន់ក្រោយចឹងជាដំបូងខ្ញុំសូមជម្រាបសួរដល់គណៈកម្មការភ្ញៀវកិត្តិយសនិងជាពិសេសបេក្ខជនទាំងអស់ដែលបានមកចូលរួមនៅក្នុងកម្មវិធីប្រកួតនៅថ្ងៃនេះវិស័យស្ថាបត្យកម្មគឺជាផ្នែកមួយនៃជីវិតរបស់ខ្ញុំអស់រយៈពេលច្រើនឆ្នាំមកហើយនេះគឺដោយសារខ្ញុំមានឪពុកដែលជាស្ថាបត្យករអញ្ចឹងមុនពេលដែលក្រុមហ៊ុន Light Green របស់យើងបានបង្កើតជាក្រុមហ៊ុនគ្រប់គ្រងសម្ភារៈសំណង់យើងបានចាប់ផ្ដើមចូលរួមនៅក្នុងវិស័យស្ថាបត្យកម្មនិងសំណង់រួចទៅហើយអញ្ចឹងក្រោយមកនៅពេលដែលយើងបានបង្កើតក្រុមហ៊ុន Light Greenទំនាក់ទំនងរបស់យើងនៅក្នុងវិស័យនេះក៏នៅតែបន្តអញ្ចឹងជារៀងរាល់ថ្ងៃខ្ញុំក៏បានធ្វើការជាមួយស្ថាបត្យករអ្នករចនាអ្នកអភិវឌ្ឍគម្រោងហើយអ្នកជំនាញផ្សេងៗនៅក្នុងវិស័យនេះហើយខ្ញុំមានឱកាសបានស្ដាប់ហើយបានសង្កេតហើយនឹងបានរៀនពីអ្នកដែលកំពុងចូលរួមនៅក្នុងវិស័យស្ថាបត្យកម្មមួយនេះដូច្នេះថ្ងៃនេះខ្ញុំមិនមែនមកទីនេះដើម្បីប្រាប់អ្នកទាំងអស់គ្នាពីការរចនានោះទេតែអ្វីដែលខ្ញុំអាចចែករំលែកជូនបាននោះគឺអ្វីដែលខ្ញុំបានឃើញអ្វីដែលខ្ញុំបានរៀននៅក្នុងវិស័យមួយនេះអញ្ចឹងក្នុងនាមជាអ្នកដែលបានធ្វើការជិតស្និទ្ធជាមួយវិស័យស្ថាបត្យកម្មអស់ជាច្រើនឆ្នាំហើយខ្ញុំបានឃើញថាអគារនៅស្រុកខ្មែរយើងនេះជាច្រើនគឺដែលចង់បង្ហាញថាមានអត្តសញ្ញាណខ្មែរនោះគឺមានរបៀបខុសៗគ្នាអញ្ចឹងទី1គឺការយកអត្តសញ្ញាណខ្មែរមកបន្ថែមជាការតុបតែងអញ្ចឹងអគារមួយអាចមានការរចនាបែបទំនើបឬបែបអន្តរជាតិទាំងស្រុងហើយនៅពេលបញ្ចប់គឺយើងអាចបន្ថែមលំនាំខ្មែរពីម៉ូដូចបែបមានប្រពៃណីឬក៏បែបតុបតែងផ្សេងៗដែលជាខ្មែរនោះដើម្បីឲ្យអគារនោះមើលទៅមានលក្ខណៈថាជាខ្មែរប៉ុន្តែខ្ញុំគិតថាបើយើងដកការតុបតែងបែបខ្មែរនោះចេញនៅពេលចុងក្រោយនេះតើអគារនោះខុសពីមុនដែរអត់បើសិនបើចម្លើយគឺមិនខុសទេនេះប្រហែលជាអត្តសញ្ញាណខ្មែរដែលយើងឃើញនោះគ្រាន់តែជាការតុបតែងនេះហើយទី2គឺអគារដែលគ្មានអត្តសញ្ញាណខ្មែរតែម្ដងអគារនោះអាចមានរចនាគឺស្អាតណាស់ modern ល្អមែនទែនហើយទំនើបទៀតហើយមានគុណភាពល្អប៉ុន្តែវាអាចស្ថិតនៅគ្រប់ទីកន្លែងនៅក្នុងពិភពលោកអញ្ចឹងស្ថាបត្យកម្មនោះគឺមិនផ្សារភ្ជាប់ជាមួយទៅនឹងស្ថាបត្យកម្មដែលយើងជាកូនខ្មែរនោះទេដូច្នេះបើយើងយកមកសួរទៅនឹងសំណួរមួយដែលមានន័យជ្រៅអញ្ចឹងតើអ្វីទៅដែលធ្វើឲ្យអង្គរផ្សារអង្គររបស់យើងហ្នឹងមានអត្តសញ្ញាណថាជាខ្មែរតើវាគ្រាន់តែជាប្រាង្គរបស់ប្រាសាទរូបចម្លាក់រូបរាងឬក៏ការតុបតែងដែលខ្ញុំបាននិយាយមិញហ្នឹងខ្ញុំជឿថាវាមានអត្ថន័យកាន់តែជ្រៅជាងនេះអ្នកដែលគាត់សាងសង់អង្គរមកគឺបានយល់ច្បាស់អំពីបរិស្ថានដែលនៅជុំវិញខ្លួនគាត់ពួកគាត់គឺបានយល់ពីកម្ដៅទឹកភ្លើងមលុបចលនាចំហទេសភាពនិងទំនាក់ទំនងរវាងមនុស្សហើយនិងទីកន្លែងនិងបរិស្ថានជុំវិញខ្លួនពួកគាត់យល់ថាស្ថាបត្យកម្មគឺឆ្លើយតបទៅនឹងលក្ខខណ្ឌនិងបែបបទនៃបរិស្ថានជុំវិញខ្លួនហើយលើសពីនេះស្ថាបត្យកម្មគឺជាកញ្ចក់ឆ្លុះពីយុគសម័យមួយទៅសម័យមួយអញ្ចឹងយើងអាចឃើញពីសម័យអង្គរមកដល់សម័យសម្ដេចតាដែលគេហៅថាសម័យសង្គមរាស្ត្រនិយមដល់សម័យសម្ដេចតេជោហើយឥឡូវយើងកំពុងតែឈានចូលដល់សម័យសម្ដេចធិបតីហើយនៅទសវត្សរ៍ឆ្នាំ1960យើងនេះហើយជាសម័យសម្ដេចតានោះគឺលោកតាបានមូលិវ័នអ្នកទាំងអស់គ្នាប្រកាសជាស្គាល់លោកតាហើយនឹងស្ថាបត្យករនៃចំនួនរបស់លោកតាមិនបានចម្លងទៅនឹងអង្គរទេពួកគាត់គឺបានសួរថាតើអង្គរនោះអ្នកដែលសាងសង់អង្គរហ្នឹងគឺគាត់បានយល់ដឹងអ្វីខ្លះពីស្ថាបត្យកម្មហើយបន្ទាប់មកពួកគាត់គឺបានយកការយល់ដឹងហ្នឹងគឺមកបកស្រាយឡើងវិញតាមរយៈភាសាស្ថាបត្យកម្មនៃសម័យរបស់ពួកគាត់អញ្ចឹងនៅក្នុងសម័យនោះគឺមានបេតុងរចនាសម្ព័ន្ធពន្លឺភ្លើងខ្យល់ទេសភាពពីទាំងអស់ហ្នឹងនឹងចែកជាសំណង់នៃសម័យនោះអញ្ចឹងគាត់មិនមែនយកការចម្លងនៃអង្គរទេពួកគាត់គឺស្វែងយល់ពីអង្គរហើយដោយសារតែការយល់ដឹងនោះគឺអគាររបស់គាត់អាចមានទៅនឹងភាពទំនើបប៉ុន្តែមិនបាត់បង់នៃអត្តសញ្ញាណខ្មែរនោះទេអានោះគឺសំខាន់មែនទែនអញ្ចឹងស្ថាបត្យកម្មរបស់ពួកគាត់គឺមិនបានបង្កើតឡើងដោយចម្លងប្រាសាទនោះទេប៉ុន្តែវាធ្វើឲ្យយើងនឹកឃើញទៅដល់អតីតកាលនៅក្នុងពេលនោះគឺវាបង្ហាញផ្លូវទៅដល់អនាគតមួយដែលថ្មីដល់ទំនើបបាទអញ្ចឹងសម្រាប់ខ្ញុំនេះហើយជាភាពខុសគ្នារវាងការតុបតែងដែលបែបជាខ្មែរហើយស្ថាបត្យកម្មមួយដែលមានអត្តសញ្ញាណថាជាខ្មែរហើយអត្តសញ្ញាណខ្មែរហ្នឹងគឺជាមិនមែនជាអ្វីដែលយើងបន្ថែមពីលើអគារនោះទេប៉ុន្តែវាគឺជាអ្វីដែលឲ្យអគារនោះខ្លាយទៅជាស្ថាបត្យកម្មរបស់កូនខ្មែរយើងមុននឹងខ្ញុំបញ្ចប់ខ្ញុំសូមបន្ថែមចំណុចចុងក្រោយមួយអ
អំពីសព្វយកនៃចំនួននោះអាដាមអង្គពុទ្ធវិសាគាត់បានមានប្រសាសន៍មិនដូចគ្នាថាការពីចំនួនរបស់គាត់ហើយចំនួនសិស្សច្បងរបស់គាត់ទៀតពួកគាត់គឺមានធនធានតិចជាងយើងហើយបច្ចេកវិទ្យាក៏តិចជាងយើងដែរហើយគំរូសម្រាប់យកមកសិក្សាក៏មានតិចដែរពួកគាត់អត់មានបច្ចេកវិទ្យាអីកុំព្យូទ័រដូចយើងប្រើសប្តាហ៍ហ្នឹងឯងប៉ុន្តែពួកគាត់នៅតែអាចបង្កើតបានស្នាដៃដែលរហូតមកដល់60-70 ឆ្នាំក្រោយនេះដែលយើងដែលជាកូនខ្មែរនៅតែមានមោទនភាពរហូតហើយនេះហើយដែលជាមូលហេតុដែលក្រុមហ៊ុនរបស់យើងតែតែគ្រប់គ្រងវិស័យមួយនេះព្រោះស្ថាបត្យកម្មហ្នឹងមិនមែនជារឿងអ្វីមួយដែលបង្កើតនៅក្នុងមួយចំនួននោះបានទេមនុស្សចំនួនមុនគឺគាត់ជាអ្នកចាប់ផ្ដើមចំនួនបន្ទាប់ជាអ្នកបន្តហើយចំនួនក្រោយទៀតជាអ្នកបន្តអភិវឌ្ឍវាទៅទៀតអញ្ចឹងអ្វីដែលយើងចាប់ផ្ដើមនៅថ្ងៃនេះអាចខ្លាយទៅជាគេមរតកសម្រាប់អ្នកចំនួនក្រោយបាទអញ្ចឹងខ្ញុំសូមមានប៉ុណ្្នឹងសូមអរគុណបាទ